ថ្ងៃនេះចេញមកសុំអត់នាំបងប្អូនដោយរាល់ដងទេមកនាំជាងថតវិញម្ដងបងប្អូនព្រោះថាពេលដែលទៅហ្នឹងឃើញតែខ្ញុំ2នាក់ជាងថតអត់មានឃើញបងប្អូនផងខ្ញុំនាំគាត់មើលរើសសបកលីសបកក្រុមនៅតាមមាត់ស្ទឹងជាប់វាលស្រែនេះបងប្អូនស្ទឹងហ្នឹងអ្នកភូមិគាត់តែងតែមកបងសំណាញ់នៅហ្នឹងហើយស្ទឹងហ្នឹងមិនមែនតែត្រីទេមានលៀសមានក្រុមអីចឹងទៅហើយគាត់ដុតគាត់អាំងហូបនៅហ្នឹងចឹងទៅក៏វាមានសបកមានអីនៅហ្នឹងអញ្ចឹងកុំឲ្យបងប្អូនឆ្ងល់យូរថាខ្ញុំយកសបកលៀសហ្នឹងទៅធ្វើអីគេមកនាំបងប្អូនមកមើលពីការធ្វើទាំងអស់គ្នាសបកលៀសនេះខ្ញុំលាងទឹកហើយសបកខ្លះក៏គេទៅតែចោលថ្មីចឹងទៅហើយមានសបកខ្លះទៀតហ្នឹងគឺគេចោលយូរហើយសបកដែលចោលយូរហ្នឹងវាជ្រុះសបកខ្មៅវាហ្នឹងចិត្តអស់ហើយបងប្អូនអញ្ចឹងទៅវានៅសល់តិចខ្ញុំក៏លាបថ្នាំបន្ថែមទៀតទៅឲ្យវាសស្មើគ្នាហ្មងហើយការលាបថ្នាំនេះក៏ខ្ញុំលាបតែខាងក្រៅដែរបងប្អូនខាងក្នុងគឺខ្ញុំអត់លាបទេខ្ញុំទុកពណ៌ធម្មជាតិវាឲ្យនៅចឹងទៅវាស្អាតជាងបងប្អូនថងនេះខ្ញុំប្រើกระดาษឡាំងប្រភេទស្ដើងបងប្អូនហើយខ្ញុំកាត់វាឲ្យមូលអញ្ចឹងដោយសារតែថ្ងៃនេះគឺយើងយកសបកលៀសហ្នឹងមកធ្វើជាផ្កាហើយចំពោះការបិទសបកលៀសនឹងដែរគឺបងប្អូនចង់បិទពីក្រៅមកក្នុងដូចខ្ញុំចេះក៏បានហើយបិទពីក្នុងចេញទៅវិញក៏បានដែរបងប្អូនហើយពេលបិទហើយវានៅឃើញចន្លោះតាមសបកលៀសហ្នឹងបងប្អូនចឹងទៅខ្ញុំក៏បន្ថែមត្បូងមកគ្រាប់តាមហ្នឹងទៅហើយពេលបិទត្បូងចឹងទៅក៏វាជួយលើកសម្រស់ផ្កាយើងដែរបងប្អូនខ្ញុំបិទមានធំមានតូចចឹងមកបងប្អូនហើយខ្ញុំបិទបានប្រហែលជា 4-5 ដែរហើយផ្កានេះខ្ញុំមិនមែនធ្វើជាប្រភេទផ្កាដាក់តាំងថោអីទេបងប្អូនខ្ញុំធ្វើផ្កាប្រភេទ home decor យើងយកទៅតាំងនៅលើអញ្ចឹងទៅយើងត្រូវមានកระดาษឡាំងដើម្បីយើងបិទផ្កានៅលើនឹងបានតែផ្កាធ្វើពីសបកលៀសនេះខ្ញុំគិតថាបើយើងមានស៊ុំយើងធ្វើដាក់នៅក្នុងស៊ុំហ្នឹងទៅពេលដែលយើងតាំងវាស្អាតជាងធ្វើដាក់នៅលើกระดาษឡាំងនេះបងប្អូនតែការគិតនៅតែជាការគិតអញ្ចឹងបងប្អូនព្រោះជាក់ស្ដែងនៅតែគិតមិនរួចពីกระดาษឡាំងដដែលហើយកระดาษឡាំងថ្ងៃហ្នឹងខ្ញុំក៏អត់បានបិទស្គុតกระดาษដូចវីដេអូមុនដែរដោយសារតែវារៀងធំដែរចឹងទៅខ្ញុំក៏លាបថ្នាំយកហ្មងទៅហើយថ្នាំពណ៌ហ្នឹងដែរខ្ញុំអត់លាបពណ៌ឆើតទេបងប្អូនដោយសារតែសបកលៀសគឺខ្ញុំអត់បានលាបពណ៌អីទេគឺខ្ញុំទុកពណ៌ធម្មជាតិវាអញ្ចឹងទៅបើយើងលាបពណ៌កតាស់ឡាំងនេះឆើតខ្លាំងពេកវាលុបលើសបកលៀសយើងហើយអត់ស្អាតទេហើយសបកលៀសហ្នឹងដែរក៏យើងធ្វើជារបស់របរបានច្រើនមុខដែរបងប្អូនដូចជាសបកលៀសដែលខ្ញុំរើសមកថ្ងៃនេះអញ្ចឹងគឺខ្ញុំធ្វើផ្កាហ្នឹងអត់ទាន់អស់ទេអញ្ចឹងទៅខ្ញុំយកវាទៅធ្វើជារបស់ផ្សេងហ្នឹងបាន 3-4 មុខទៀតដែរបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចទៅចុចចូលមើលវីដេអូផ្សេងទៀតហ្នឹងដែលខ្ញុំធ្វើតាក់ទងនឹងសបកលៀសហ្នឹងទាំងអស់គ្នាបងប្អូនហើយបងប្អូនកុំភ្លេចជួយចុច follow ម្នាក់មួយផងព្រោះពេលដែលបងប្អូនបានចុច follow ទៅពេលដែលខ្ញុំផុសវីដេអូក្រោយទៀតវា load ឲ្យបងប្អូនបានដឹងហើយការចុច follow របស់បងប្អូននឹងដែរគឺវាជាចំណែកធំមួយសម្រាប់ខ្ញុំក្នុងការបន្តធ្វើវីដេអូផ្សេងទៀតដើម្បីឲ្យបងប្អូនបានទស្សនាអញ្ចឹងត្រឡប់មកវិញផ្កានេះគឺខ្ញុំបិទទៅតាមកន្លែងដែលខ្ញុំចង់បានហើយបាទខ្ញុំបិទដើមតាមក្រោយហើយដើមហ្នឹងក៏ខ្ញុំប្រើខ្សែយកទៅជ្រលក់ពណ៌ដែរបងប្អូនហើយខ្ញុំក៏មានបន្ថែមស្លឹកអីតិចតួចដែរហើយស្លឹកហ្នឹងក៏ខ្ញុំអត់មានបានយកវាទៅលាបពណ៌ឲ្យចេញជាពណ៌បៃតងឲ្យជាស្លឹកពិតប្រាកដអីដែរបងប្អូនគឺខ្ញុំប្រើសបកលៀសធម្មតាអត់មានលាបពណ៌អីដដែលហ្នឹងបងប្អូនមានផ្កាគឺតែងតែមានមេអំបៅអញ្ចឹងហើយផ្កានេះក៏ខ្ញុំបន្ថែមមេអំបៅឲ្យវាមួយដែរបងប្អូនហើយមេអំបៅនេះគឺខ្ញុំយកសបកក្រុមមកធ្វើម្ដងហើយជាទូទៅឲ្យតែរបស់ណាដែលមានពណ៌រាងកម្ៅជីមុននឹងលាបពណ៌អីគឺយើងត្រូវប្រើពណ៌សមកលាបធ្វើជាទម្លាប់វាសិនបងប្អូនហើយមេអំបៅនឹងដែរក៏ខ្ញុំអត់បានទៅផាត់ពណ៌លាបថ្នាំឲ្យវាមើលទៅស្តៀងទៅនឹងមេអំបៅមែនតែនអីទេបងប្អូនដោយសារតែខ្ញុំអត់សូវប្រកែខាងគំនូឬក៏គូសអីចឹងទេចឹងហើយបានតែគូសវាអីតិចតួចចឹងទេបងប្អូនហើយធ្វើមេអំបៅនេះក៏អត់មានកម្រងថាធ្វើដែរបងប្អូនដោយសារតែបិទផ្កាហើយឃើញផ្កានឹងវាស្រឡះពេកក៏យកសបកក្រុមហ្នឹងមកច្នៃធ្វើជាមេអំបៅចឹងហ្មងទៅបងប្អូនហើយដល់ពេលយកទៅបិទហ្នឹងបិទហួសឡើងលើទៀតបងប្អូនអញ្ចឹងបានថាឲ្យតែធ្វើអីដែរមិនជាជំនាញហ្នឹងធ្វើអីមិនដែលចេះរលូនទេបងប្អូនអញ្ចឹងផ្កាដែលខ្ញុំធ្វើពីសបកលៀសថ្ងៃនេះគឺហើយបងប្អូនហើយបងប្អូនគិតថាមិនដែរកុំភ្លេចចូល comment ទាំងអស់គ្នាហើយបើបងប្អូនស្រឡាញ់និងចូលចិត្តរាល់ការច្នៃប្រឌិតរបស់ខ្ញុំបងប្អូនកុំភ្លេចតាមដាននៅវីដេអូក្រោយៗទៀតដោយសារតែខ្ញុំនឹងមានអ្វីដែរថ្មីមកចែកជូនបងប្អូនជាបន្តទៀតហើយវីដេអូនេះដែរខ្ញុំក៏មានតែប៉ុណ្្នឹងទេជម្រាបលាបងប្អូនទាំងអស់គ្នា